ពេលដែលគាត់នៅរស់គាត់គឺជាមនុស្សដែលកាចខ្លាំងមែនទែនគាត់តែងតែឆ្លោះជេរប្រមាថកូនចៅខ្លួនឯងនឹងសឹងរាល់ថ្ងៃអត់គិតថាថ្ងៃឬក៏យប់ទេហើយអ្នកចិត្តខាងនៅផ្ទះចិត្តនឹងទាំងអស់គឺតែងតែលើសំឡេងគាត់ជេរនឹងឯងរឿងហ្នឹងបងពិសីក៏បានប្រាប់មកថាកាលពីខ្ទង់6ឆ្នាំមុនទាំងអស់គ្នានៅផ្ទះចាស់របស់គាត់ហ្នឹងវាគឺជាភេទផ្ទះល្វែងដែលនៅជាប់គ្នាប្រហែលជា4 5ផ្ទះហើយគាត់គឺនៅផ្ទះចិត្តមីងម្នាក់ហ្នឹងហើយមីងម្នាក់ហ្នឹងខ្ញុំសូមដាក់ឈ្មោះគាត់ថាមីងរីទាំងអស់គ្នាអាហ្នឹងគឺជាឈ្មោះដែលខ្ញុំដាក់ឲ្យគាត់ណាដោយសារតែចង់រក្សាឯកជនភាពរបស់មីងដែលស្លាប់ទៅនឹងព្រោះថាបងពិសីក៏គាត់បានប្រាប់ឈ្មោះពិតមកដែរគាត់តែខ្ញុំអត់និយាយហ្នឹងហើយចូលសាច់រឿងយើងវិញទៅបងពិសីគាត់ថាចេះមីងរីហ្នឹងគឺការខ្លាំងណាស់ទាំងអស់គ្នាគឺគាត់តែងតែជេរកូនចៅគាត់សឹងរាល់ថ្ងៃហើយផ្ទះមីងរីហ្នឹងគឺមានកូន3នាក់កូនប្រុស3នាក់ហើយតែងតែការមាននិយាយទៅគឺ3នាក់ហ្នឹងគឺការមានប្រពន្ធយកមកនៅផ្ទះទាំងអស់ប៉ុន្តែអត់ត្រូវមួយម៉ែក្មេជាកូនសាកូនអីហ្នឹងគាត់នាំគ្នារើចេញអស់គ្រប់គ្នាហ្មងនៅសល់តែមីងរីហ្នឹងជាមួយនឹងក្មួយនៅហើយមីងរីហ្នឹងទាំងអស់គ្នាគាត់ថាទោះជានៅតែក្មួយនៅជាមួយគាត់ក៏ដោយគាត់នៅតែបន្តជេរឆ្លោះគាត់ថាឲ្យគាត់កុំរិះខ្លាំងណាដល់ថ្ងៃដែលគាត់ធ្លាក់ខ្លួនឈឺហ្មងឈឺធ្ងន់ខ្លាំងមែនតើណាសូម្បីតែអ្នកនៅជាមួយគេរត់ចោលដែរគេនៅជាមួយបានព្រោះអ៊ីនឹងកាចខាងពេកហ៎អញ្ចឹងកូនចៅគឺនាំគ្នាមកនៅមួយគាត់វិញដើម្បីមើលថែម៉ាក់ហើយមកនោះគឺមានតែម្នាក់មកទេគឺកូនបងមកនៅផ្ទះនឹងវិញមើលថែម៉ាក់អញ្ចឹងណាហើយមីងម្នាក់ហ្នឹងណាគឺគាត់ថាបងពិសីក៏បានប្រាប់ថាចាមីងនឹងពេលគាត់តន់ឈឺគាត់ឆ្លោះជាមួយសមីអ្នកចិត្តខាងប៉ាម៉ាក់បងពិសីនឹងគឺសត្រូវមីងនឹងជេរមីងនឹងថាឲ្យមីងឲ្យទាំងអស់ហ្មងគ្រាន់តែគ្រួសារគាត់ចេះតែហៃទៅអត់ចង់ឆ្លោះទៅឆ្លោះមកវាក់ចាប់អញ្ចឹងណាក៏ចាញ់ពេលចឹងគឺចាញ់គាត់ចឹងទៅខ្ញុំជឿទាំងអស់គ្នាប្រហែលជាធ្លាប់ជួបអ្នកចិត្តខាងអញ្ចឹងហើយបើសិនជាអ្នកនៅផ្ទះល្វែងគឺគាត់ដឹងហ្មងហើយឥឡូវបន្តទៀតគឺចេះគាត់ថានៅពេលដែលមីងធ្លាក់ខ្លួនឈឺគឺមានតែកូនបងឯងដែលមកនៅមើលថែម៉ាក់អញ្ចឹងណាមីងហ្នឹងក៏ទៅដេកពេទ្យឯដែរប៉ុន្តែដេកពេទ្យឲ្យគាត់គំរិះគាត់ត្រឡប់មកផ្ទះវិញត្រឡប់មកហើយរបៀបបានធូរអញ្ចឹងគឺមកផ្ទះពេលឈឺធ្ងន់ទៅវិញហើយបានប្រហែលជាខ្ទង់មួយរយៈមីងរីហ្នឹងក៏បានធ្លាក់ខ្លួនស្លាប់បាត់ទៅគាត់ស្លាប់នៅក្នុងផ្ទះហ្នឹងហ្មងហើយនៅពេលដែលគាត់ស្លាប់ភ្លាមណាកូនចៅទាំងអស់ក្នុងនេះមកនៅផ្ទះហ្នឹងជុំគ្នាវិញទាំងអស់ហើយគ្រួសារកូនចៅបើអ៊ីហ្នឹងគឺមកសុំទោសប៉ាម៉ាក់គាត់ជំនួសឲ្យម៉ែខ្លួនឯងអញ្ចឹងណាហើយម៉ាក់ប៉ារបស់បងពិសីគាត់ថាគាត់មិនមែនទៅមនុស្សប្រកែកប្រកាន់ធ្វើមនុស្សស្លាប់ហើយអញ្ចឹងណាគាត់មានប្រកែកប្រកាន់ទេប៉ុន្តែកូនចៅបងមីងរីហ្នឹងនៅផ្ទះហ្នឹងបានប្រហែលជាខ្ទង់កន្លះខែណាទាំងអស់គ្នារើចេញម្ដងម្នាក់អស់លេខមានគេនៅហ៊ាននៅផ្ទះហ្នឹងទេហើយបងវិស័យគាត់ថាពេលនេះគាត់ដាក់ចិត្តលួចសួរកូនភាសាស្រីម្នាក់សួរទៅបងស្រីនឹងប្រាប់ទៅថាអ៊ុយអូននេះនៅអត់រួចទេផ្ទះហ្នឹងខ្មោចម៉ែក្មេងគាត់គឺលងហ្មងលងកូនគ្រប់គ្នាហ្មងមកជាសម្លេងមកជារូបគឺមកសឹងគ្រប់សភាពដែលគាត់ចង់មករបៀបអញ្ចឹងណាអញ្ចឹងទៅកូនចៅរើចេញទៅហើយនៅពេលដែលរើចេញទៅអស់ហ្នឹងផ្ទះហ្នឹងក៏បានដាក់ជួលទាំងអស់គ្នាក៏បានដាក់ជួលដែរប៉ុន្តែបងពិសេសគាត់ថាដាក់ជួលប្រហែលជាខ្ទង់មួយខែទើបមានមនុស្សមកចូលនៅអញ្ចឹងណាប៉ុន្តែគាត់និយាយពីមុនពេលដែលផ្ទះហ្នឹងចូលនៅសិនគឺគាត់ថាចាំពេលដែលកូនចៅគេនិយាយប្រាប់គាត់អញ្ចឹងគាត់ដូចអត់ចង់ជឿទេគាត់ថាវាមិនដែរខ្មោចម៉ែណាលងកូនខ្លួនឯងអញ្ចឹងណាទៅបងពិសេសក៏បានជួបខ្លួនឯងគាត់ថាមានថ្ងៃមួយហ្នឹងផ្ទះគាត់ធ្វើកម្មវិធីគប់បណ្ណាដល់ពេលដែលធ្វើអញ្ចឹងទៅបងប្អូនមកពីខេត្តនេះមកដេកនៅផ្ទះគាត់ទាំងអស់អញ្ចឹងគាត់អត់បានគេងនៅបន្ទប់ខ្លួនឯងទេបន្ទប់គាត់ឲ្យទៅបងប្អូនចំនួនមួយគាត់នឹងគេងទាំងអស់គាត់ទៅគេងនឹងម៉ាក់គាត់ទៅព្រោះប៉ាគាត់នៅទេអញ្ចឹងគាត់គេងនឹងម៉ាក់គាត់ហើយគាត់កំពុងគេងនឹងសង្សារគាត់ទេមកហើយពេលហ្នឹងគាត់ថាចេះដោយសារសង្សារគាត់ទេមកគាត់អត់ចង់និយាយក្នុងបន្ទប់ឲ្យម៉ាក់គាត់លឺគាត់ក៏ដើរចេញទៅក្រោយផ្ទះគាត់ដើរចេញទៅក្រោយផ្ទះហ្មងណាហើយខ្ញុំបញ្ជាក់រួចតែទាំងអស់គ្នាថាផ្ទះគាត់ហើយនឹងផ្ទះអ៊ីរីនេះគឺនៅជាប់គ្នានឹងហ្មងអញ្ចឹងគាត់ដើរទៅក្រោយផ្ទះគាត់នោះជាប្រភេទផ្ទះល្វែងអញ្ចឹងខាងក្រោយវាអត់ធំទេវាត្រឹម4ម៉ែត្រគាត់ថាខាងក្រោយហ្នឹងគឺគេទុកចន្លោះឲ្យ4ម៉ែត្រទុកហាលកៅទុកហាលអីបានគឺគាត់ដើរទៅខាងក្រោយផ្ទះហ្នឹងនិយាយទូរស័ព្ទដល់ពេលគាត់កំពុងនិយាយហ្នឹងគាត់ចេះភ្នែកគាត់ចេះតែកលៀសមើលទៅផ្ទះអ៊ីរីហ្នឹងគាត់ថាងាកមើលក្រោយផ្ទះគឺឃើញបិទភ្លើងចិត្តរបៀបថាផ្ទះមានមនុស្សនៅហ្មងអត់មានតែគេនៅផ្ទះហ្នឹងប៉ុន្តែដល់ពេលដែលគាត់កំពុងនិយាយគាត់ងាកទៅម្ដងទៀតគាត់កំពុងនិយាយគាត់រកបិទពីសង្សារគាត់ដោយសារគាត់ងុយដេកគាត់ងាកទៅក្រោយគឺគាត់ឃើញមានគេឈរនៅខាងក្រោយខ្នងគាត់ប៉ុន្តែឈរនៅដីអ៊ីរីហ្នឹងឈរនៅក្នុងលបងផ្ទះអ៊ីរីហ្នឹងហ្មងគាត់ថាលបងហ្នឹងគឺវាត្រឹមចកេះចេះអត់ធ្វើបិទចិត្តហ្មងគឺត្រឹមចកេះអញ្ចឹងគាត់មើលឃើញអ៊ីនឹងឈររបៀបមៀតធំសក់កញ្ញាញទាំងអស់គ្នាបញ្ជាក់មួយទៀតអ៊ីរីហ្នឹងគឺជាមនុស្សធាត់សក់កញ្ញាញអត់កញ្ញាញត្រឹមនេះគាត់ថាឃើញសម្ោតអ៊ីនឹងឈរនៅខាងក្រោយហ្នឹងខ្មៅក្របមើលដឹងថាជាអ្នកណាប៉ុន្តែបងពិសេសគាត់ថាគាត់ដឹងច្បាស់ហ្មងគឺអ៊ីហ្នឹង100%ហ្មងគាត់ឃើញហ្នឹងគាត់រត់ចូលផ្ទះពេលគាត់រត់ចូលផ្ទះហ្នឹងគាត់ទៅកេងទៅម៉ាក់គាត់ក៏សួរទៅថាម៉េចរត់ទៅហប់ហ្នឹងអញ្ចឹងគាត់អត់បាននិយាយទេគាត់អាចប្រាប់ម៉ាក់គាត់ថាខ្ញុំទៅនិយាយទូរស័ព្ទមួយប្រុសខ្មៅឡងគាត់អត់បាននិយាយហ្មង
គាត់ក៏គេញនេះគាត់ថាគេហើយក៏វាមានបញ្ហាទៀតដែរម្លងបាន3 4ថ្ងៃគាត់ក៏ទៅលេងវាយសីនៅមុខផ្ទះមួយប្អូនគាត់ម៉ោងប្រហែលជា8យប់គាត់វាយសីមួយប្អូនគាត់នឹងវាយចុះវាយឡើងប្អូនគាត់នឹងក៏វាសម្រាប់វាសុំទៅផឹកទឹកអញ្ចឹងគាត់ក៏លើកសីនឹងមកត្រេះតែឯងចេះឡើងលើនៅពេលដែលគាត់ត្រេះបោះសីឡើងលើគាត់មើលទៅចេះគាត់មើលទៅទាំងអស់គ្នាគឺគាត់ឃើញអ៊ីរីនឹងឈរពីលើផ្ទះឈរនៅជាន់ទី2ហ្នឹងឈរនៅរៀនហាលជាន់ទី2ច្អល់មុខមកគាត់ហើយរូបរាងគឺគាត់ធាត់ឲ្យសក់កញ្ញានឹងហ្មងគាត់ថាគឺជារូបរាងអ៊ីនឹង 100% អញ្ចឹងគាត់ឃើញគាត់រត់ចូលផ្ទះគាត់រត់ចូលដល់ក្នុងផ្ទះគាត់ប្រាប់ម៉ាក់គាត់ថាម៉ាក់ខ្មៅអ៊ីរីឡងខ្ញុំ2 ដងហើយគាត់ប្រាប់ម៉ាក់គាត់រឿងដែលគាត់បានជួបបានអីចឹងណាហើយម៉ាក់គាត់ក៏និយាយទៅថាម៉ាក់ក៏ឃើញគាត់ឯងឃើញប៉ុណ្ណឹងម៉ាក់ឃើញជាងនឹងហងគាត់ថាបើម៉ាក់គាត់ជួបវិញម៉ាក់គាត់កំពុងដេកអញ្ចឹងគាត់លឺសលេងគេរំកិលតុកនៅក្នុងបន្ទប់ហ្នឹងនៅក្នុងផ្ទះមកជាហៀងទៀតហ្នឹងដោយសារតែនៅជាប់អញ្ចាំងគ្នាទាំងអស់គ្នាគាត់លឺងៀតងល់គ្រីគ្រូតលឺឡងពេញហ្នឹងគាត់ថាលឺដេកលក់ហ្មងណាដេកអត់លក់ទេគាត់លឺទាំងគាត់មួយប្តីគាត់គឺលឺដូចគ្នាប៉ាបងពិសេសក៏លឺដែរអញ្ចឹងដោយសារតែម៉ាក់បងពិសេសគាត់ត្រង់អត់បានទេគាត់ក៏គិតថាប្រហែលជាកូនចៅអ៊ីហ្នឹងត្រឡប់មកវិញហើយមកនៅហ្នឹងឯងទៅអង្កលញ៉ៃគាត់ក៏ដើរចេញពីក្នុងផ្ទះហ្នឹងទៅរកអ៊ីទៅរកផ្ទះអ៊ីហ្នឹងគាត់គោះទ្វារគាត់គោះអត់ទ្វារធម្មតាទាំងអស់គ្នាដឹងស្រាប់ទេថាអាប្រភេទផ្ទះល្វែងគឺគេមានអារបៀបលបងខាងគេមានទ្វារខាងក្រៅមួយគឺទ្វារដែករុញចែកហើយនឹងអាទ្វារកញ្ចក់ខាងក្នុងប៉ុន្តែគាត់ឃើញទ្វារទ្វារដែកនោះវារៀងប្រហើបអញ្ចឹងគាត់ក៏គិតថាបែរជាកូនចៅគេមកមែនគាត់គោះគាត់ថាគាត់គោះទ្វារស្រែកហៅអូនអើយអូនឯងស្ងាត់តិចបានអ៊ីយប់អ៊ីចង់ដេកអីចឹងណាប៉ុន្តែទាំងអស់ហ្នឹងគាត់ថាគាត់គោះប៉ុណ្្នឹងគាត់ឃើញក្បាលអ៊ីនឹងអឺតចេញមកចែកក្បាលអ៊ីនឹងអឺតមកគូសក់ឡើងទៅទ្រឹងហើយមានកថ្នាក់នឹងអឺតក្បាលមុខឡើងខ្មៅអឺតចេញមកគ្រាន់តែឃើញប៉ុណ្្នឹងបងវិស័យរត់ចូលផ្ទះហ្មងហើយគាត់បានប្រាប់អត់បានប្រាប់បងពិសីអត់បានប្រាប់ប៉ាបងពិសីភ្លាមទេដោយសារអីគាត់ខ្លាចថាបណ្ដំនេះខ្លាចអត់មានគេចូលផ្ទះហើយបើអត់មានចូលផ្ទះច្បាស់ជាផ្ទះហ្នឹងទុកចោលអញ្ចឹងទៅអញ្ចឹងគាត់អត់ចង់និយាយទេហើយទាំងអស់គ្នាហ្នឹងរឿងដែលគ្រួសារបងពិសីនឹងជួបវាអត់ខ្លាំងដូចអ្នកដែលមកជួលផ្ទះហ្នឹងនៅទេទាំងអស់គ្នាបងវិស័យគាត់ថាចេះមករយៈក្រោយមកគ្រួសារគាត់ចេះតែលឺសំឡេងនេះឃើញលឺនោះលើនោះប៉ុន្តែគ្រួសារគាត់ព្យាយាមធ្វើមើលឃើញអីចឹងទៅព្រោះម៉ាក់គាត់ទ្រាំដោយសារតែម៉ាក់គាត់ចិត្តធ្វើផ្ទះមកកន្លែងចិត្តហើយអញ្ចឹងទ្រាំតែមួយខែទេគាត់រើចេញពីហ្នឹងហើយអញ្ចឹងគាត់ថានៅពេលដែលគាត់ឃើញគេមកនៅថ្មីមកនៅផ្ទះហ្នឹងអញ្ចឹងគាត់អត់ដែរបានទៅនិយាយសួរនាំថាបងអត់ខ្លាចអីគឺគាត់អត់បានសួរទេគាត់ថាគាត់ចេះចាំសង្កេតមើលដែរគាត់ឃើញគ្រួសារមួយហ្នឹងគឺមានកូន2នាក់ប្រិយប្រពន្ធនឹងរើមកនៅផ្ទះហ្នឹងហើយគ្រួសារហ្នឹងមើលទៅរឿងធូរធារដែរប៉ុន្តែរើមកនៅផ្ទះអ៊ីរីហ្នឹងរើមកនៅគាត់ថាយប់ទី1ទី2ទី3ក៏ដែរឃើញគ្រួសារហ្នឹងមានប្រតិកម្មអីចម្លែកដែររហូតទៅដល់មានពេលបានមួយអាទិត្យគឺគាត់ឃើញគ្រួសារហ្នឹងទាំងប្តីទាំងប្រពន្ធទាំងកូនហ្នឹងណាបន្លំឡើងដេកនៅក្នុងឡានមុខផ្ទះបានគាត់ចេញទៅសួរគាត់សួរថាចេះបងអត់ចូលកេងខាងក្នុងទេទៅមកពីខេត្តមែនបងមួយដែលជួបផ្ទះហ្នឹងគាត់ថាអូនអើយបងមិននៅពីខេត្តអីបងនេះបងមកពីខេត្តអីបងតែហ្នឹងខ្មៅអ៊ីនឹងឡងរហូតមកដបងមក slow ទេឲ្យលឺសំឡេងចាក់ទឹកឲ្យឃើញរូបភាពគេចាំសាច់ចាំអីគឺឃើញធម្មតាប៉ុន្តែយូរទៅគឺលងកូនគាត់សាហាវហ្មងគាត់ថាកូនគាត់2នាក់ប្រុសស្រីគាត់អាចដេកនៅក្នុងបន្ទប់ជាមួយគ្នាប៉ុន្តែយប់ឡើងអត់តាន់ទេម៉ោង1ម៉ោងអីគឺពួកវាស្រែកយំទាំងយប់ហ្មងស្រែកយំស្រែកឡើងខ្ទង់3 4ថ្ងៃជាប់គ្នារហូតដល់គាត់ហៅកូនគាត់មកនៅជាមួយមកបន្ទប់ជាមួយគាត់ហើយគាត់សួរនាំពេលសួរកូនគាត់ទៅកូនគាត់ថាអ៊ីមួយធាត់នឹងឈោនៅក្បាលទនេករហូតឈោក្បាលទនេកហើយមុខកាចាមុខឡើងខ្មៅមើលមកអញ្ចឹងគាត់លឺកូនគាត់និយាយអញ្ចឹងគាត់ក៏ចាប់ផ្ដើមសង្ស័យទាំងអស់គ្នាសង្ស័យរហូតទៅដល់បងមួយដែលជួលនៅផ្ទះនឹងមុនគេហ្នឹងគាត់បានឃើញខ្លួនឯងគឺឃើញអ៊ីរីនឹងសោះមកទាំងអស់គ្នាគឺអើតក្បាលមើលពីជន់លើមើលមកគាត់ចេះមុខឡើងខ្មៅប៉ែហើយសក់ឡើងកត្រើងទាំងអស់គ្នាគាត់ថាគាត់ឃើញច្បាស់ប៉ុណ្ណឹងហើយប្តីគាត់ឃើញទៀតក៏សម្រាប់ចិត្តនាំគ្នានឹងរើចេញពីផ្ទះហ្នឹងទៅហើយគាត់ថាគាត់បានឲ្យតែព្រលឹមទេប៉ុន្តែមកយប់នឹងដេកអត់កើតទេណាគាត់នាំកូននាំចាំដេកនៅក្នុងឡានហ្នឹងឯងហើយបងវិស័យគាត់ថាចេះអ៊ីនឹងឡងទាំងអ្នកមកជួលនៅដែរឡងមកនៅអ្នកជួលនៅដែរអញ្ចឹងហើយទៅដល់មានអ្នកទី2អ្នកទី3គេមកជួលនៅហ្នឹងទៀតប៉ុន្តែមុននឹងគេជួលគេតែងតែមកសួរគ្រូសាបងវិស័យចេះបងនៅផ្ទះហ្នឹងមានបញ្ហាអត់ហើយបងវិស័យគាត់អាណិតគេគាត់ថាគាត់ប្រាប់ត្រង់ហ្មងណាគាត់ប្រាប់ត្រង់ថាចេះអ៊ុយបងអើយថាបងឯងដូរកន្លែងជួលដូរអីទៅនឹងអត់កើតទេខ្មោចអ៊ីចាប់តែនឹងកាចខ្លាំងណាស់កាចណាស់សូម្បីកូនចៅក៏អត់កើតដែរហើយគាត់ថាឲ្យតែគាត់ប្រាប់អ្នកដែលមកជួលនៅនឹងឲ្យគេបានជួលណាគឺខ្មោចអ៊ីនឹងតែមកបញ្យល់សាប់គាត់ឲ្យមកឲ្យឃើញមកមិនអញ្ចឹងឲ្យគាត់លឺសលេងធ្លាក់ស្អីម៉ាំងនៅក្នុងផ្ទះហ្នឹងហ្មងបើមិនអញ្ចឹងគឺលឺសលេងគូអញ្ចឹងមកទៅហឹងដូចខឹងគាត់ដែលគាត់ប្រាប់គេរបៀបអញ្ចឹងហើយគាត់ថាគាត់យកសាប់ម្ដងហ្នឹងគឺឃើញអ៊ីហ្នឹងច្អល់មុខគាត់ចាំហើយអ៊ីហ្នឹងមុខឡើងខ្មៅច្អល់មុខហើយថាថ្ងៃកុំចេះដូចច្អល់មុខបងវិស័យអញ្ចឹងហ្មងណាវាថាថ្ងៃកុំចេះហ្នឹងហ្មង
ហើយគាត់ក៏ថាជាមានមកគ្រួសារនោះទៀតជួលមិននៅប៉ុន្តែមកតែពីអ្នកប្តីប្រពន្ធនេះណាគឺគ្រួសារទី4នេះដែលជួលដែលរើចូលមកនៅផ្ទះហ្នឹងគេក៏បានមកសួរផ្ទះបងវិស័យនឹងដែរប៉ុន្តែបង